បងប្អូនថ្ងៃនេះយើងមកធ្វើទឹកគ្រឿងក្តាមម្ដងណាបងប្អូនទឹកគ្រឿងក្តាមហ្នឹងគឺងាយស្រួលធ្វើទេបងប្អូនហើយគ្រឿងផ្សំក៏មានច្រើនដែរអញ្ចឹងជាដំបូងគឺខ្ញុំទិញក្តាមមក1គីឡូណាបងប្អូនចាហើយយើងត្រាំទឹកកកវាឲ្យវាសន្លប់សិនទៅយើងយកក្តាមហ្នឹងមកបកជា2អញ្ចឹងណាអញ្ចឹងនៅពេលដែលខ្ញុំបកក្តាមបានហើយគឺនាងខ្ញុំឆ្កឹះយកខ្លាញ់វាចេញសិនណាបងប្អូនចាអញ្ចឹងយើងឆ្កឹះយកខ្លាញ់វាអស់សិនណាបងប្អូនចាចឹងខ្លាញ់ក្តាមហ្នឹងគឺវាមានប្រយោជន៍ទាំងថាយើងយកទៅធ្វើទឹកគ្រឿងក្តាមគឺវាធ្វើទឹកគ្រឿងរបស់យើងហ្នឹងមានពណ៌លឿងប្រហើរស្អាតមែនតើណាបងប្អូនចាគឺលឿងស្រស់ស្អាតណាបងប្អូនចាអញ្ចឹងពេលយើងឆ្កឹះក្តាមបានហើយគឺនាងខ្ញុំមកធ្វើការកាត់ជើងក្តាមវិញម្ដងណាអញ្ចឹងក្តាមដែលយើងទៅធ្វើទឹកគ្រឿងហ្នឹងគឺយើងកាត់ជើងរបស់វាចេញយើងយកទៅខ្លួនរបស់វាទេណាបងប្អូនចាអញ្ចឹងគឺយើងកាត់ជើងវាអស់ហើយខ្លួនរបស់វាគឺយើងយកទៅលាងសម្អាតម្ដងទៀតឲ្យស្អាតសិនណាបងប្អូនចាទើបយើងចាប់ផ្ដើមយកក្តាមហ្នឹងទៅបុកដើម្បីយើងត្រងយកទឹកក្តាមមកធ្វើទឹកគ្រឿងណាបងប្អូនចាអញ្ចឹងបន្ទាប់ពីយើងបុកក្តាមហ្នឹងបានល្អិតម៉ត់ល្អហើយគឺយើងយកក្តាមហ្នឹងមកត្រងណាបងប្អូនចាយើងត្រងបែបនេះហើយបន្ទាប់ពីយើងត្រងទឹកក្តាមបានហើយគឺយើងយកខ្ទះមកដាក់ប្រេងឆាយក្តៅបងប្អូនហើយយើងបំពងខ្ទឹមឲ្យក្រហមឈ្ងុយសិនមកចាអញ្ចឹងបន្ទាប់ពីយើងបំពងខ្ទឹមក៏ឲ្យវាឡើងក្រហមឈ្ងុយក្លិនខ្ទឹមសិនណាហើយចាំបងប្អូនចាក់ខ្លាញ់ក្តាមដែលយើងបានឆ្កឹះមុនហ្នឹងចាក់ចូលទៅក្នុងហ្នឹងឆាជាមួយគ្នាត្រឡប់ទៅត្រឡប់មកដើម្បីឲ្យខ្លាញ់ក្តាមហ្នឹងវារលាយคล้ายទៅជាប្រេងក្តាមណាបងប្អូនចាអញ្ចឹងនៅពេលដែលខ្លាញ់ក្តាមរលាយទៅជាប្រេងក្តាមគឺប្រេងរបស់យើងហ្នឹងក៏ឡើងពណ៌លឿងស្អាតមែនតើអញ្ចឹងនៅពេលដែលយើងធ្វើទឹកគ្រឿងក្តាមគឺទឹកគ្រឿងរបស់យើងមានពណ៌លឿងខ្ចីហើយក្លិនឈ្ងុយក្លិនក្តាមណាបងប្អូនចាយើងគឺយើងឆាវាត្រឡប់ទៅត្រឡប់មកហើយបន្តមកទៀតខ្ញុំដាក់ប្រហុកនៅក្នុងនេះគឺមានខ្ញុំដាក់ប្រហុកកាភ្លាញប្រហុកស្រូវយើងណាបងប្អូនចាយើងដាក់ប្រហុកចូលសម្រាប់បងប្អូនដែលចង់ចិញ្ច្រាំក៏បានតែខ្ញុំអត់បានចិញ្ច្រាំទេណាបងប្អូនចាគឺខ្ញុំដាក់បែបហ្នឹងទៅពពុះប្រហុកយើងអត់មានឆ្អឹងទេហើយយើងឆាប្រហុកហ្នឹងតើតាម៉ត់ចូលគ្នាជាមួយនឹងខ្ទឹមបំពងរបស់យើងសិនណាបងប្អូនចាគឺយើងឆាវាចឹងទៅបន្ទាប់មកទៀតចាំយើងដាក់គ្រឿងទេសផ្សេងៗចូលឥឡូវនេះខ្ញុំដាក់ចូលនៅស្ករត្នោតរបស់យើងមួយស្លាបព្រាបាយណាបងប្អូនចាយើងដាក់ស្ករត្នោតចូលហើយយើងកូរឆាអញ្ចឹងណាបងប្អូនចាហើយបន្ទាប់ពីដាក់ស្ករត្នោតចូលគឺនាងខ្ញុំបន្ថែមជាមួយនឹងម្សៅស៊ុបមាន់បន្តិចហើយនឹងប៊ីចេងបន្តិចណាបងប្អូនចាហើយបន្ទាប់មកទៀតគឺយើងដាក់ម្ជូរកាសាំងចូលអញ្ចឹងយើងដាក់ម្ជូរកាសាំងចូលគឺយើងឆាវាឲ្យចូលគ្នាអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតយើងចាក់នៅទឹកក្តាមដែលយើងបានត្រងមុនហ្នឹងណាយើងចាក់ចូលអស់មកចាហើយយើងដាក់រងាស់វាទុកឲ្យពុះសិនណាបងប្អូនចាអញ្ចឹងទឹកគ្រឿងក្តាមរបស់យើងអត់មានអីពិបាកណាបងប្អូនចាគឺប៉ុណ្ណឹងគឺចប់ហើយយើងទុកទឹកគ្រឿងក្តាមយើងឲ្យពុះសិនទឹកគ្រឿងក្តាមហ្នឹងវារៀងរាវបន្តិចពីព្រោះយើងដាក់ទឹកនៅពេលដែលយើងត្រងក្តាមនឹងច្រើនអញ្ចឹងគឺខ្ញុំធ្វើការរងាស់ឲ្យវាឡើងខាស់ទឹកបន្តិចណាបងប្អូនដើម្បីឲ្យទឹកគ្រឿងរបស់យើងនឹងវាខាប់ហើយមានរសជាតិឈ្ងុយឆ្ងាញ់ណាបងប្អូនចាអញ្ចឹងទឹកគ្រឿងក្តាមរបស់យើងគឺចប់ប៉ុណ្ណឹងបងប្អូនអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាជម្រាបលាចាអញ្ចឹងបន្ទាប់ពីខ្ទឹមរបស់យើងហ្នឹងវាឡើងឈ្ងុយហើយក្រហមហើយនឹងខ្ញុំចាក់ខ្លាញ់ក្តាមនឹងចូលណាបងប្អូនចាខ្លាញ់ក្តាមនេះយើងឆ្កឹះបានពីសបកមិញហ្នឹងគឺយើងយកមកឆាជាមួយនឹងខ្ទឹមអញ្ចឹងណាបងប្អូនឃើញពេលយើងឆាវាទៅគឺវារលាយខ្លាញ់ក្តាមដុំហ្នឹងរលាយកើតទៅជាប្រេងក្តាមណាបងប្អូនចាគឺយើងឃើញពណ៌វាឡើងស្រស់ស្អាតណាបងប្អូនចាអញ្ចឹងគឺយើងឆាវាបន្តិចទៅចាំយើងថែមគ្រឿងទៅតាម
ចំណូលចិត្តជាក់ស្ដែងហើយជាដំបូងគឺពេលដែលយើងឆាហើយអញ្ចឹងគឺនាងខ្ញុំដាក់ប្រហុកចូលសិនណាបងប្អូនចាអញ្ចឹងយើងមានប្រហុកกับភ្លៀងយើងដាក់ចូលអញ្ចឹងទៅបងប្អូនគេច្រាំក៏បានអត់គេច្រាំដូចខ្ញុំក៏បានដែរព្រោះពេលយើងឆាទៅសាច់ប្រហុកហ្នឹងគឺឆ្អិនចូលគ្នាអស់ហើយវារលាយចូលគ្នាអស់ហើយអញ្ចឹងខ្ញុំមកបានច្រាំទេនៅក្នុងវីដេអូនេះណាបងប្អូនចាអញ្ចឹងបន្ទាប់ពីយើងឆាប្រហុកវាបានឈ្ងុយបន្តិចហើយគឺយើងចាប់ផ្ដើមថែមគ្រឿងដូចជានេះខ្ញុំដាក់ស្ករត្នោតមួយស្លាបព្រាបាយបងប្អូនចាពេលយើងធ្វើទឹកគ្រឿងយើងដាក់ស្ករត្នោតអញ្ចឹងទៅយើងឆាវាគឺឈ្ងុយបងប្អូនវាធ្វើទឹកគ្រឿងយើងកាន់តែឈ្ងុយអញ្ចឹងបន្ទាប់ពីស្ករត្នោតគឺយើងអាចដាក់ជាមួយនឹងប៊ីចេងបន្តិចទៅហើយដុំស៊ុបម្សៅស៊ុបខ្នុរបន្តិចណាបងប្អូនចាបន្ទាប់មកទៀតគឺយើងដាក់កាសាំងចាយើងដាក់កាសាំងឆាជាមួយគ្នាអញ្ចឹងណាបងប្អូនចាហើយបន្តមកទៀតទឹកក្តាមដែលយើងត្រងបានគឺយើងចាក់ចូលទៅតែម្ដងណាបងប្អូនចាអញ្ចឹងគឺយើងចាក់ចូលអស់យើងត្រងវាសាទៅចាក់ចូលអស់អញ្ចឹងទៅយើងទុករំងាស់វាឲ្យពុះណាបងប្អូនចាអញ្ចឹងបន្ទាប់ពីយើងដាក់ទឹកក្តាមចូលមកគឺយើងទុកឲ្យវាពុះបែបហ្នឹងណាបងប្អូនចាយើងរំងាស់វាឲ្យយូរបន្តិចទៅពីព្រោះបើសិនជាយើងឆាប់បិទភ្លើងគឺទឹកគ្រឿងក្តាមរបស់យើងវារាវពីព្រោះយើងលាយទឹកខាងចាណាបងប្អូនចាចឹងយើងរំងាស់រៀងយូរឲ្យវាទឹករៀងខាស់តិចទៅហើយបងប្អូនអាចភ្លក់ទៅតាមចំណង់ចំណូលចិត្តណាបើសិនជាស្ទើជូរឬស្ទើគ្រឿងអីបងប្អូនអាចថែមតាមតម្រូវការជាក់ស្ដែងរបស់បងប្អូនណាចាអញ្ចឹងទឹកគ្រឿងក្តាមរបស់យើងអត់មានអីយូរទេបន្ទាប់ពីយើងរំងាស់ឲ្យវាខាស់ទឹកបន្តិចឲ្យទឹកគ្រឿងក្តាមរបស់យើងរៀងខាប់បន្តិចគឺយើងចុងក្រោយយើងរោយជាមួយស្លឹកខ្ទឹមគឺរួចជាការស្រេចចាអញ្ចឹងយើងរួចរាល់ហើយទឹកគ្រឿងក្តាមរបស់យើងជាមួយម្លក់ខ្ចីឆ្ងាញ់មែនតើណាបងប្អូនចាអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាអរគុណជម្រាបលា
Chà, chẳng cái tâm bỏ dớ như đạm bông là hột đó làm bông cái lạt thì ngối á bông bồn giờ bông là làm bông cái lạt ở bò thì có hòm tịch tịch mình bị ngồi á bông bồn chà chẳng cứ nhom bông bông cái tâm nó có thì bạc lưng khăn lăng này phụ mở cái tâm bỏ dừng khăn lòi chứ bông bồn chà dừng bông bạc lưng rồi mình râm một bán á bông bồn chà cha bông bồn chẳng bắt đầu bị dừng cha bà họ nâng hái dương ai tham cương mà cho nuồn ban tam bị cào nâng bán đó bông bồn dương tham cho mùi nâng mà sao roti bình tĩnh máu hay dương miên bị trên tít cho mùi nâng trà scott nó đó bông bồn cứ nhom pra scott nó bê với tự cương rồi bê cha nó đâm bậy hậu bảy dương chui khăn chui bỏ scott nào nữa nó bông bồn trà chỉ như đã scott nào mà hai cái dương cô bị sọp chân thế nó bông bồn trà trà nè chẳng ở trong thay cho mùi nó mà sao sụp món hay nó mà sao sụp trà chẳng cái đàm bỏ dương cho bị dương tròn trà chẳng ở tàu bị dương tròn cái đàm bỏ dương rồi tròn bàn chẳng tới dương vô cái đàm bỏ dương vô từ cái đàm nó vô mà chặt không đi nó chặt không chặt không tia dương cũng là dương bỏ học nướng bồn tôm nướng khanh cái đàm mình nướng bông bồn trà hết dương lại cho mùi mà chua cái xăng bồn trà sườn rạp hộp bột nén không mà đi cầm mình lại đặt cái sẵn bông bồn cứ miêu chiết ngành chiềng đó bông bồn trà chân dương khơi bị hiện khắp bên nọ bông bồn trà chân cứ tự đam bao giờ ở toàn ở hết nè cứ dương chập đam và to thêm cho mình tự đam bao giờ để dương bán tròn nướng rùi rùa nữa bông bồn trà cứ dương đã tự đam dương trồ lại trao nó chạy trồ lại óng nó bông bồn trà chà cứ dương tròn vì rủi ro hay cứ admin ở cha bóng công ty cái đám ấy tiết ấy cứ miền ở tập thang từng bông hay dương ban cho hòm pan nâng dương chạy cho ở trường máu bóng bóng dương cha vì từ lọt mèo chân tới bóng bóng cô vì cho là bài hay ở chân tới nó về đại hai dương ở tập dương cô vì cái dương tụ vì bụng nó chui lỏ cha bóng bóng cha dương tụ vì nó lớp lớn nó là hột đo từ cái đám dương tụ cha chẳng cứ dương tụ chào vì bà hai chia đọc rắm từ một hơi này tí nó không bón trà cha chẳng dương khơi vì ban bốc hái bên tay giờ toàn khạp á bóng bồn mà sân dương để chơi trận nhầm riêu chẳng có dương tục riêu chẳng nó bên tay mẹp nhóm ta krướng cứ nhóm lùm ngọ tụ dù mình tây đá đâm bầy ơi vì khát tất chẳng khi ta krướng dương hiện khạp là máu ngay nhá bóng bồn cha chẳng cứ là bê bố bóng bồn ai phá lộ bàn á tan cho nó chật bỏ bóng bồn cho chật chu pan na em pan na chẳng pha krướng ấy bóng bồn time tam nâng chạy sài nó bong bóng trà xongแบบđến nhóm từ krướng thêm cho chết lại cái này bạn là mố mà hiện chu chấn á dương nhầm cho buồn lụa ngay tên bong bóng trà chấn nè từ krướng cả đám ở dưới man phúc hai á bong bóng bàn tay nên khi nhóm tôn lực đu tục cái đây xa ta khi nhóm cho làm ngõ vì tục ở hiện khắp trên nâng tính nó bong bóng trà
ចាអញ្ចឹងបន្ទាប់ពីយើងទុកក្តាមរបស់យើងនឹងឲ្យពុះឲ្យខាប់ល្មមតាមចំណូលចិត្តរបស់យើងហើយទឹកគ្រឿងក្តាមរបស់នាងខ្ញុំចុងក្រោយខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមបន្តិចគឺជាការរួចរាល់ណាបងប្អូនចាអញ្ចឹងទឹកគ្រឿងក្តាមច្រកស្រែរបស់យើងគឺបានរួចរាល់ហើយណាបងប្អូនចាគឺមានរសជាតិឈ្ងុយឆ្ងាញ់មែនតើបងប្អូនចានេះគឺពណ៌លឿងល្អុកជាមួយនឹងម្លក់ស្រែបែបហ្នឹងឆ្ងាញ់មែនតើអរគុណច្រើនបងប្អូនចា